អូសបាយណាស់បងប្អូនហើយឆ្នាំនេះទីចាប់ត្រីនៅបាកងខេត្តសៀមរាបបងប្អូនហើយសបាយខ្លាំងមែនទែនឆ្នាំនេះកាន់តែសបាយជាងឆ្នាំមុនអ្នកចូលរួមច្រើនមានទាំងភ្ញៀវជាតិមានទាំងភ្ញៀវអន្តរជាតិស្រុកក្រៅពីខេត្តសៀមរាបនឹងក៏មកចូលរួមច្រើនមែនទែនបងប្អូនច្រើនណាស់ឆ្នាំនេះមិននឹកស្មានដល់បងប្អូនហើយមនុស្សរាប់ពាន់រាប់ម៉ឺនអ្នកមកចូលរួមកម្មវិធីចាប់ត្រីមានតែម្ដងទេបងប្អូនដែលអាចបានមកចូលរួមនឹងគឺស្ដាយក្រោយហើយដូរនេះដែរខ្ញុំនឹងរៀបរាប់ពីការធ្វើដំណើរទៅបោះតង់មកយប់បងប្អូនយើងផ្សេងទៀតដែលគាត់មកបោះតង់សម្រាប់ត្រៀមចាប់ត្រីជុំគ្នាមានសកម្មភាពផ្សេងជាច្រើនទៀតនៅក្នុងវីដេអូនេះថាពេលដែលបងប្អូនមើលវីដេអូនេះហើយនឹងមានអារម្មណ៍ថាសប្បាយណែកជាមួយនឹងការចាប់ត្រីបែបសាមគ្គីភាពប្រពៃណីបុរាណរបស់ខ្មែរយើងប្រើអង្រុតប្រើសំណាញ់រំលឹកដល់ប្រពៃណីតាំងពីដូនតាខ្មែរយើងតាំងពីដើមមកមានសកម្មភាពផ្សេងជាច្រើននៅក្នុងវីដេអូនេះរយៈពេល2ថ្ងៃដែលខ្ញុំបានធ្វើដំណើរទៅចង់ដឹងថាវីដេអូនេះមានសកម្មភាពអីខ្លះនឹងថាខ្ញុំចាប់បានត្រីច្រើនប៉ុណ្ណាសូមបងប្អូនទស្សនាវីដេអូពេញជាមួយខ្ញុំទាំងអស់គ្នាសួរ fan Rose Page ទាំងក្នុង Facebook ទាំងក្នុង YouTube ទាំងអស់គ្នាដែលខ្ញុំរៀបចំឲ្យវ៉ាន់ក្បាលល្ងាចទៅ3ទៅបោះតង់ត្រៀមចាំចាប់ត្រីវ៉ាន់ថ្ងៃនេះគឺរៀបចំទៅមួយឈុតទាំងអស់ព្រោះខានបោះតង់យូរហើយចែកម្លែកដល់បងប្អូនដែលចូលចិត្តដើរព្រៃបោះតង់បងប្អូនដែលចូលចិត្តប្រើសម្ភារៈបែបប្លែកហើយកំងមកពីប្រទេសចិនណាឲ្យវ៉ាន់ទាំងអស់នេះបងប្អូនដែលខ្ញុំកំងមកពី app DRSB ជា app របស់កូនខ្មែរជាក្រុមហ៊ុនរបស់កូនខ្មែរអាចចូលទៅកំងឲ្យវ៉ាន់រហូតដល់ជាង60លាន DRSB នេះគឺជាក្រុមហ៊ុនកូនខ្មែរ 100% មាន warehouse នៅប្រទេសចិនផ្ទាល់តែម្ដងបើសិនជាបងប្អូនកំងឲ្យវ៉ាន់តាម app DRSB ដែលវ៉ាន់បងប្អូនបែកបាក់ខូចខាតពណ៌ខុសទំហំគឺក្រុមហ៊ុនធានាសងវិញ 100% បងប្អូនប្រើសេវាជួយទិញពីក្រុមហ៊ុន DRSB ដែលវ៉ាន់បងប្អូនខូចខាតបែកបាក់ក្រុមហ៊ុនធានាសងវិញ 300% ទៅលើសេវាតែប៉ុណ្ណោះបងប្អូនមានលុយតែ 50% នៃថ្លៃអីវ៉ាន់ក៏បងប្អូនអាចទិញអីវ៉ាន់បងប្អូនបានដែរតែអីវ៉ាន់បងប្អូនមួយ$10តែបងប្អូនមានតែ$5ក៏បងប្អូនអាចទិញអីវ៉ាន់បានចាំមកដល់ខ្មែរចាំយើងបង់ឲ្យ 50% ទៀតបងប្អូនដែលចូលចិត្តកំងអីវ៉ាន់មកពីចិនលេខក្រុមហ៊ុន DRSB របស់កូនខ្មែរព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងទៅកាន់ page របស់ក្រុមហ៊ុន DRSB បានរាប់ពីរៀបចំអីវ៉ាន់ហើយបងប្អូនទាំងក្បាលល្ងាចនឹងគឺស្រោតចេញទៅតែម្ដងធ្វើដំណើរតាមផ្លូវព្រៃគុយទីតាំងកន្លែងចាប់ត្រីតំបន់នោះគេហៅឈ្មោះថាភូមិបង្គងបឹងដែលប្រពៃពិធីចាប់ត្រីនឹងគឺគេដាក់ឈ្មោះថាបឹងសហគមន៍ភូមិបង្គងនៅក្នុងខេត្តសៀមរាបធ្លាប់ចូលរួមកាលពី3ឆ្នាំមុនបងប្អូនហើយដែលខ្ញុំមិននឹកស្មានដល់គឺមិននឹកស្មានថាកម្មវិធីនេះគឺជាកម្មវិធីដែលតាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនបងប្អូនទាំងក្នុងស្រុកទាំងក្រៅស្រុកភើបណាបងប្អូនពេលដែលមកដល់នេះគឺរំភើបខ្លាំងបីតែអ្នកភូមិក៏គាត់អត់នឹកស្មានដល់ថាហេតុអីកម្មវិធីនេះផ្ទុះខ្លាំងម៉េះមានអ្នកចូលរួមច្រើនម៉េះតែដល់ខែកុម្ភៈនេះរាល់ឆ្នាំបងប្អូនខ្ញុំទៅចាប់ត្រីជាមួយនឹងអ្នកភូមិតែជាមួយនឹងអ្នកភូមិបង្គងនេះតែឆ្នាំនេះបងប្អូនហើយបាទដោយសារតែមានការផ្សាយពីបងប្អូនយើងអ្នកផលិតមាតិកាជាពិសេសថ្នាក់ដឹកនាំគាត់បានជំរុញនៅកម្មវិធីនេះឲ្យកាន់តែទៅមុខឲ្យកាន់តែល្បីសុខសាយរន្ទឺដល់ស្រុកក្រៅតាក់ទាញនៅភ្ញៀវទេសចរឲ្យខ្លាចទៅជាតំបន់ថាតំបន់ប្រវត្តិសាស្ត្រមួយសម្រាប់អ្នកភូមិបង្គងនេះដែរគឺខ្ញុំមកបោះតង់ធ្វើម្ហូបហូបជុំគ្នានៅក្បែរមាត់បឹងនឹងតែម្ដងសធាតុត្រជាក់ស្រួលមែនតើបងប្អូនហើយក្បែរមាត់បឹងជុំវិញបរិវេណបឹងនឹងគឺមានបងពូពជាការពារជួយការពារសុវត្ថិភាពបងប្អូនអ៊ំអើយចាមកងើបតាំងពីម៉ោងប៉ុន្មានអ៊ំម៉ោង3ម៉ោង3ភ្លឺចា3ក្រដាំបាយមានស្ដុយមើលសុំមើលស្ដុយអីគេខ្លះអ៊ំអានេះគេហៅអីអ៊ំហាត់ត្រអានេះហៅហាន់រត់ចាអ៊ំអ្នកភូមិណារីមនន់ឃុំ7ស្រុកប្រាសាទបាគូប្រហែលឆ្នាំមកអ៊ំកម្មវិធីនេះយូរហើយយូរហើយចាបានតែគេមួយឆ្នាំមានតែម្ដងនេះប៉ុន្តែយើងត្រូវក្រោកមកតាំងពីព្រលឹមចាបាទគឺធំឆ្នាំនេះឯងបាទអ៊ំថាទឹមធំឆ្នាំនេះឯងចុះឆ្នាំមុនអ៊ំមុនអត់ទេឆ្នាំមុនអត់ទេល្មមបាទឆ្នាំនេះបោឆ្នាំនេះថាពេញធឹងបាទម៉ោង3ម៉ោង2ភ្លឺណាបងប្អូនគឺមកមេងទាំងចាស់បងប្អូនហើយកូនងានេះក៏មកដែរបងប្អូនហ្នឹងក៏ចងមុងក្រាកាទេលនៅក្បែរមាត់ទឹកហ្នឹងតែម្ដងលក់ដូរផ្សេងហ្នឹងគឺគាត់ត្រៀមលក់តាំងពី3-4ថ្ងៃមុនមកម្ល៉េះវិធីនេះជួយច្រើនបងប្អូនគឺប្រែคล้ายទៅជាគេហៅថាដូចតំបន់ទេសចរមួយចឹងឲ្យតែដល់រដូវគៀកនឹងចាប់ត្រីនេះគឺអ្នកភូមិអ្នកលក់ដូរហ្នឹងគឺឈូឆអ៊ូអសប្បាយខ្លាំងណាស់គឺផ្សព្វផ្សាយទៅដល់អន្តរជាតិឲ្យគេបានឃើញថាយើងគឺមានប្រពៃណីតាំងពីដូនតាមកចាប់ត្រីប្រើអង្រុតប្រើសំណាញ់បែបបុរាណដែលរក្សាទុកពីគេដំណើរដូនតាមកអរគុណដល់ថ្នាក់ដឹកនាំដែលឆ្នាំនេះបានរៀបចំយ៉ាងល្អទាំងសណ្ដាប់ធ្នាប់ទាំងអនាម័យទាំងពូជាការពារទាំងបងសមត្ថកិច្ចបាយចិត្តបងប្អូនឆ្នាំនេះខ្ញុំសប្បាយចិត្តជាមួយនឹងការចូលរួមពិសេសគឺបងប្អូនយើងច្រើនបងប្អូនអត់ដឹងមកពីណាខ្លះទេតែពួកគាត់បានចូលរួមនេះគាត់ដឹងពីក្នុងកម្មវិធី
នេះថ្ងៃនេះគឺសប្បាយខ្លាំងណាស់កម្មវិធីនេះដែរគឺមួយឆ្នាំមានតែម្ដងទេបងប្អូនហើយបឹងសហគមន៍បង្កងនេះជាបឹងបុរាណដែលសល់ពីគេដូនតាយូរឆ្នាំមកហើយទីនេះផងដែរគឺជាកម្មវិធីដែលបន្តសល់ពីចាស់បុរាណក៏យូរឆ្នាំមកហើយដែរដូចគ្នាបងប្អូនបង្កងនេះក៏ជាបឹងដែលជននៅភូមិបង្កងគឺពួកគាត់សារនៅការគោរពអភិរក្សពូជត្រីនៅក្នុងបឹងនេះគឺដើម្បីអីគឺដើម្បីតែធ្វើកម្មវិធីឡើងមានពីចាស់បុរាណមកតាំងពីដើមមកម្លេះទៅកម្មវិធីចាប់ត្រីនៅក្នុងស្រុកខ្មែរគឺមានយូរហើយដោយសារតែបងប្អូនខ្លះមិនទទួលបានការផ្សព្វផ្សាយទៅធ្វើឲ្យបងប្អូនទើបតែឃើញមានអារម្មណ៍ប្លែកភ្នែកប្រទេសយើងគឺថតយកចម្លងពីតាមប្រទេសគេមកអត់ទេបងប្អូនយើងគឺមានធម៌អរិយធម៌ដល់ត្រចះត្រចង់តាំងពីគេដំណើរដូនតាមកម្លេះយើងជាកូនខ្មែរទាំងអស់គ្នាមានតែចូលរួមផ្សព្វផ្សាយរួមរក្សានៅអីដែលជាបេតិកភណ្ឌពិភពលោកដែលជារបស់បុរាណរបស់ខ្មែរយើងតាំងពីដើមដែលជារបស់ដែលមានតម្លៃទីចាប់ត្រីនេះខ្មែរយើងតាំងពីសម័យអង្គរមកគឺមានរហូតសប្បាយបងប្អូនខ្ញុំជឿថាបងប្អូននឹងសប្បាយក្នុងការមើលវីដេអូនេះហើយសង្ឃឹមថាឆ្នាំក្រោយនឹងបានចូលរួមខ្ញុំជឿថាមិនមែននៅតែបឹងសហគមន៍បង្កងនេះទេមាននៅតាមគ្រប់តែស្ទើរតែបណ្ដាខេត្តនៅប្រទេសកម្ពុជាយើងគឺមានកម្មវិធីបែបនេះគ្រាន់តែថាកម្មវិធីខ្លះបែបតូចកម្មវិធីខ្លះក៏ធំហើយអត់មានការផ្សព្វផ្សាយក៏បងប្អូនអត់បានទទួលព័ត៌មានទៅមានច្រើនកម្មវិធីចាប់ត្រីនេះដោយសារតែខ្ញុំទទួលបានព័ត៌មានពីបងប្អូនយើងតាមខេត្តផ្សេងៗក៏បានឆាតមកប្រាប់ថាបងមិនមែនមានតែនៅសហគមន៍បង្កងនេះទេគឺមាននៅភូមិរបស់ពួកគាត់ក៏មានដែរតាមខេត្តផ្សេងៗគឺគេធ្វើពិធីដូចគ្នាគ្រាន់តែថាវាតូចអញ្ចឹងណាបងប្អូនតែក៏មានបងប្អូនយើងអ្នកផលិតមាតិកាអ្នកផ្សព្វផ្សាយទៅទាំងស្រុកក្រៅក្នុងស្រុកគឺនិយាយទៅខ្ញុំសប្បាយចិត្តខ្ញុំចង់ឲ្យរូបភាពផ្សេងបានឃើញទៅដល់ខាងប្រទេសក្រៅឲ្យបានដឹងថាកម្ពុជាយើងសប្បាយបងប្អូនសាមគ្គីគ្នាយើងរួបរวมគ្នាហើយរស់នៅដោយគោរពគ្នាទៅវិញទៅមកហើយស្រឡាញ់គ្នាណាបងប្អូនពួកខ្មែរយើងប្រទេសដែលបានមកចូលរួមក៏ខ្ញុំបានសម្ភាសពួកគាត់ដែរពួកគាត់ថាសប្បាយស្រឡាញ់នៅទឹកចិត្តប្រជាពលរដ្ឋខ្មែរយើងចេះនឹងស្រឡាញ់នៅស្នាមញញឹមរបស់កូនខ្មែរយើងម្នាក់ក្នុងកម្មវិធីនេះមួយមិនមែនតែបងប្អូនមើលឃើញតែរូបភាពថាទៅចាប់ត្រីនេះទេគឺវាមានផ្ដល់នៅប្រយោជន៍ជាច្រើនក្នុងកម្មវិធីនេះមួយអ្វីដែលខ្ញុំចង់បាននោះគឺចង់ឃើញរកគ្រប់បណ្ដាខេត្តរក្សានៅវប្បធម៌រក្សានៅកម្មវិធីបែបបុរាណនេះឲ្យនៅតទៅមុខឲ្យកូនចៅយើងបានឃើញថាយើងប្រើអង្រុតប្រើដៃប្រើសំណាញ់ចាប់ត្រីអត់ប្រើឧបករណ៍ខុសច្បាប់ដូចជាឆក់នេសាទបែបនិយាយទៅបែបខុសច្បាប់ដែលវាដាច់ពូជត្រីជាដើមនេះផងដែរគឺជាបឹងដែលអ្នកភូមិគាត់គ្រប់គ្រងគាត់រក្សាទុកសម្រាប់តែនៅក្នុងភូមិបង្កងហើយបងប្អូនយើងគាត់បានមកចូលរួមចាប់ត្រីនៅក្នុងកម្មវិធីហើយយកត្រីនេះទៅឡើងមៀកបងប្អូនកម្មវិធីគឺមានច្រើនតាមបែបបទតាំងពីព្រឹករហូតដល់យប់តែបងប្អូនទៅចូលរួមផ្ទាល់មិនដឹងថាសប្បាយបងប្អូនកុំបារម្ភថាដាច់ពូជត្រីអត់ទេបងប្អូនហើយគឺជាត្រីដែលបងប្អូនយើងរក្សាទុកដើម្បីប្រមូលផលឲ្យសប្បាយបងប្អូនខ្ញុំមិនដឹងថាបរិយាយប្រាប់បងប្អូនថាម៉េចទេទៅចុះទៅបានផ្ទាល់អ្នកខ្លះក៏បានតិចទៅអ្នកខ្លះក៏បានច្រើនទៅអ្នកខ្លះក៏អត់បានបដ ாய் ក៏មានដែរដោយសារតែអ្នកខ្លះចុះទៅមើលគេអញ្ចឹងទៅគប់ទៅលេងទៅសប្បាយបងប្អូនខ្ញុំថាសប្បាយគឺសប្បាយហើយសង្ឃឹមថាឆ្នាំក្រោយពីមួយឆ្នាំទៅមួយឆ្នាំបងប្អូននៅតែរក្សាបាទការចូលរួមហើយយើងរក្សានៅវប្បធម៌ដ៏ត្រចះត្រចង់របស់ខ្មែរយើងទាំងអស់គ្នាពិសេសគឺរក្សានៅពូជត្រីគ្រប់តំបន់ទាំងអស់ជាពិសេសគឺបឹងទន្លេសាបផងដែរអូមពុកម៉ែបងប្អូនទាំងអស់បញ្ឈប់រាល់សកម្មភាពឆក់ឬក៏នេសាទខុសច្បាប់ដែលប៉ះពាល់ដល់ពូជត្រីផ្សេងបីបង្កើនដល់ទិន្នផលត្រីរបស់យើងនៅក្នុងស្រុកឲ្យកូនចៅចំនួនក្រោយគាត់មានត្រីហូបគាត់ស្គាល់នៅពូជត្រីផ្សេងជាបងប្អូននៅតែប្រើឧបករណ៍ខុសច្បាប់ទៀតគឺវាប៉ះពាល់ទាំងអស់ដល់ពូជត្រីសូម្បីតែកូនត្រីនៅក្នុងពោះពងត្រីផ្សេងពេលដែលបងប្អូនឆក់ទៅគឺខូចអស់ហើយបងប្អូនច្រើនបងប្អូនតាមដានទស្សនាវីដេអូនេះពាក្យពេចន៍ណាមិនសមរម្យអីសូមបងប្អូនកុំប្រកែកប្រកាបងប្អូនមើលវីដេអូនេះហើយជួយចុច follow ដល់ page Pro Sapeng មួយផង share វីដេអូនេះដើម្បីចែកចម្លែកដល់បងប្អូនយើងផ្សេងទៀតតាមបណ្ដាខេត្តទៀតគាត់បានត្រៀមចូលរួមនៅកម្មវិធីចាប់ត្រីនៅឆ្នាំក្រោយទៀតប្រពន្ធដឹកកូនមកលេងខេត្តសៀមរាបមកបានមកលេងមើលទេសភាពមើលអង្គរវត្តហើយបានមកចាប់ត្រីទៀតសប្បាយបងប្អូនខ្ញុំថាសប្បាយគឺសប្បាយហើយអរគុណច្រើនបងប្អូនដែលតាមដានទស្សនាវីដេអូនេះសង្ឃឹមថាជួបគ្នានៅឆ្នាំក្រោយហើយសង្ឃឹមថាជួបគ្នានៅរាល់កម្មវិធីចាប់ត្រីផ្សេងនៅតាមបណ្ដាខេត្តតទៅពីចាប់ត្រីហើយបងប្អូនយើងគាត់សម្អាតសណាញ់រៀបចំសម្ភារៈដើម្បីទៅផ្ទះធ្វើម្ហូបក៏អាំងហូបផ្ទាល់នៅតំបន់ហ្នឹងតែម្ដងគ្រប់លាជម្រាបលាពុកម៉ែបងប្អូន fan Pro Sapeng ទាំងអស់គ្នា